សួស្តីបងប្អូនទាំងអស់គ្នាចាស់ចាំនៅខាងថ្ងៃនេះម៉ាក់នាំអូនទៅណានិយាយទៅទាំងកូនបងទាំងកូនបើប៉ុន្តែថ្ងៃនេះកូនបើគឺជាតារាកិត្តិយសនៅក្នុងវីដេអូហ្នឹងហើយចង់ដឹងថាអូនស្លៀកពាក់ស្អាតហ្នឹងទៅណាមើលវីដេអូទាំងអស់គ្នា Sonic, Sebastian, Scarlet, Sky. Health, beauty, kids, vlogs, cooking, travel, idea, crafts. និយាយទៅថ្ងៃនេះគឺយកកូនបើមកលាងបាបចង់បងប្អូននឹងឆ្ងល់ថាលាងបាបមិនប៉ុណ្ណឹងបាទនេះបងប្អូនដោយសារតាប៉ាគាត់គឺជនជាតិហ្វីលីពីនហើយជនជាតិហ្វីលីពីនកាន់សាសនាគ្រឹះចឹងហើយអូនទួយទៅកើតបាន8-4ខែឬក៏5-6ខែអញ្ចឹងគឺគេត្រូវយកមកធ្វើបាបទីសឹមមានន័យថាលាងបាបលើកទី1ដែលកើតមកជាមនុស្សចឹងណាដោយការយកទឹកយកមកចាក់នៅលើក្បាលឬក៏ជំមុជចូលក្នុងទឹកតែហ្វីលីពីនគឺគេអត់ធ្វើជំមុជទឹកចូលដូចនៅខាងប្រទេសផ្សេងដែលគេកាន់សាសនាគ្រឹះទេគេគ្រាន់តែយកទឹកមកលាងនៅលើក្បាលអញ្ចឹងណាហើយអូនជិត1ឆ្នាំហើយតាមតបានយកមកចូលសាសនាគ្រឹះហើយបើម៉ាក់វិញនៅសាសនាព្រះពុទ្ធឡើយទេនិយាយទៅខ្ញុំអត់មានបំណងថាដូរសាសនាអីទេហើយខ្ញុំក៏អត់មានប្រកាន់ដែរខ្ញុំឲ្យកូនចូលសាសនាគ្រឹះតាមប៉ាទៅតែធំឡើងមិនសិនជាគេគិតថាសាសនាណាល្អក៏ស្រាចិត្តកូនអញ្ចឹងណាប៉ុន្តែសាសនាណាក៏ល្អដែរឲ្យតែយើងធ្វើល្អទៅចូលមកកម្មវិធីនឹងវិញនិយាយទៅបាប់ទីសឹមហ្នឹងគឺគេតម្រូវឲ្យយើងពាក់សទាំងអស់គ្នាអញ្ចឹងទាំងម៉ាក់ប៉ាហើយគេមានជាម៉ាក់ធัวប៉ាធัวនៅប៉ែកអឺរ៉ុបម៉ាក់ធัวប៉ាធัวដូចមានតែម្នាក់ឬ2នាក់ខ្ញុំអត់ច្បាស់ដែរប៉ុន្តែនៅហ្វីលីពីនគឺមានច្រើននាក់កូនខ្ញុំក៏មានម៉ាក់ធัวប៉ាធัว4នាក់កូនបងម៉ាក់ធัวប៉ាធัวផ្សេងទៅកូនប្អូនម៉ាក់ធัวប៉ាធัวផ្សេងទៅហើយខ្ញុំក៏អត់អាចបញ្យល់ទេបានច្រើនបងប្អូនព្រោះដោយសារតែខ្ញុំអត់តន់យល់ពីសាសនាគ្រឹះច្រើនទេនេះខ្ញុំចែករំលែកតាមការយល់ដឹងខ្ញុំសួរពីគ្រូសាស្ត្រខ្ញុំអញ្ចឹងណាតែបើសិនជាអ្នកកាន់សាសនាគ្រឹះឲ្យបានស្ដាប់ឮឲ្យគិតថាខ្ញុំរៀបរាប់នឹងខុសក៏កុំប្រកាន់ខ្ញុំដែរព្រោះខ្ញុំពិតជាអត់ដឹងពីសាសនាច្រើនទេសាសនាគ្រឹះអញ្ចឹងណាកាលពីកូនបងធ្វើកម្មវិធីនឹងហើយមានកម្មវិធីជួបលៀងជួបជុំអរគុណដល់ម៉ាក់ធัวប៉ាធัวអីចឹងទៅប៉ុន្តែកូនប្អូននេះគឺគេរវល់ទាំងអស់អត់មានអ្នកណាអាចចូលរួមបានទេចឹងមានតែប៉ាម៉ាក់ហើយនឹងប្អូនថ្លៃខ្ញុំអត់មានមកធ្វើកម្មវិធីអីទេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនខ្ញុំអត់ដឹងនិយាយអីទៀតទេអរគុណច្រើនបាយបាយ